Trời ơi, bà lô pèo cái là đã mà man này vừa ở club dạ từng pi đi chọc chiêm Manchester nụ tê. Group of our Crom Michael Manchester City គាត់បានអះអាងថាប្រសិនបើបច្ចុប្បន្ននេះគាត់កំពុងតែដឹកនាំឲ្យក្រុមយ៉ាទាំងពីរនេះប្រហែលជាត្រូវបានគេបណ្ដេញចេញយូរណាស់មកហើយចង់ណាតាគាត់សម្ដៅទៅលើក្លឹបយ៉ាណាខ្លះកុំភ្លេចតាមដានវីដេអូនេះជាមួយនឹងខ្ញុំបាទអេមីនកូនបាល់ស៊ីទាំងអស់គ្នាអ្នកចាត់ការទូទៅរបស់ក្រុម Michael Manchester City គឺលោកប៉េវគូឌីឡាគាត់បានអះអាងថាប្រសិនបើនៅពេលនេះគាត់ជាគ្រូបង្វឹករបស់ក្រុមដែលមានបន IC Barcelona ឬមួយក៏ក្រុម Atletico Real Madrid គាត់នឹងត្រូវបណ្ដេញចេញពីតំណែងជាជាមិនខានបន្ទាប់ពីនៅដើមរដូវកាលឆ្នាំ 2024-2025 បាទក្រុមមួយនេះគឺពិតជារោគរាក់ខ្លាំងមែនទែនប៉ុន្តែយ៉ាងណានៅចុងបញ្ចប់នៃរដូវកាលនេះពួកគេគឺបានឈរនៅចំណាត់ថ្នាក់លេខ 3 បានន័យថាមានកៅអីលេងនៅក្នុងពានរង្វាន់ UEFA Champions League គាត់បានជាងបងប្អូនរួមទីក្រុងគឺបិសាចក្រហម Manchester United ដែរនៅក្នុងបទសម្ភាសន៍ការពីពេលថ្មីៗនេះជាមួយនឹងបាទទូរទស្សន៍ DAZN បាទអតីតគ្រូបង្វឹករបស់ Barcelona និង FC Bayern Munich គាត់បានលើកឡើងតាមរយៈ ESPN យ៉ាងដូចនេះថាជាមួយនឹងរដូវកាលឆ្នាំ 2024-2025 នេះបងប្អូនដឹងអត់បាទប្រសិនបើនេះជាប្រទេសអេស្ប៉ាញវិញខ្ញុំនឹងមិនត្រូវបានបង្វឹកនៅក្នុងខែតុលាខែវិច្ឆិកាឬក៏ខែធ្នូនោះទេប្រសិនបើនេះជា Barcelona ឬ Real Madrid ច្បាស់ណាស់ 100% ពួកគេនឹងបណ្ដេញខ្ញុំចេញពីតំណែងប៉ុន្តែនៅទីនេះវាមិនមែនជាសំណួរទេអ្នកត្រូវតែមានការអត់ធ្មត់បន្ថែមទៀតបាទអញ្ចឹងនេះគឺជាការលើកឡើងរបស់លោកប៉េប Guardiola មិនត្រឹមតែប៉ុណ្ណោះទេគាត់ក៏បានសង្កត់ធ្ងន់ទៅលើក្រុម Atletico Real Madrid ដែរដែលគាត់បានលើកឡើងថាអ្នកទាំងអស់គ្នាសាកលេចមើលបាទលោក Carlo Ancelotti គាត់ធ្លាប់ជួយឲ្យបាទក្រុម Atletico Real Madrid ឈ្នះពានរង្វាន់ UEFA Champions League និង La Liga ហើយឥឡូវនេះឃើញគាត់ទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលបាត់ទៅហើយបាទអញ្ចឹងនេះគឺជាការលើកឡើងរបស់លោកប៉េប Guardiola បានន័យថានៅអង់គ្លេសគឺខុសគ្នាពីនៅអេស្ប៉ាញគឺគេមិនទុកយូរទេបាទតែដឹកនាំមើលទៅបែបបង្កើតធ្លាក់ទម្រង់បន្តិចគឺគេបដិញ្ញចាញ់ហើយបាទគូបញ្ជាក់មកដែរថាសម្រាប់លោកប៉េប Guardiola គឺបានដឹកនាំក្រុម Michael Manchester City បាទរយៈពេលវែងមែនតើនៅក្នុងអាជីពរបស់គាត់ដែលធ្លាប់ដឹកនាំក្រុមផ្សេងៗកន្លងមកណាហើយនៅក្នុងរដូវកាលឆ្នាំ 2024-2025 គាត់គឺពិតជាតស៊ូនឹងការលំបាកខ្លាំងមែនតើដោយមិនបានឈ្នះពានរង្វាន់អ្វីមួយសោះជាមួយនឹងក្រុម Michael គាត់បានចូលរួមជាមួយនឹងក្រុមមួយនេះនៅក្នុងឆ្នាំ 2016 ហើយត្រូវបានបន្តកិច្ចសន្យារហូតដល់ឆ្នាំ 2027 ដោយនៅក្នុងរដូវកាលនេះទៀតសោតបាទក្នុងការដឹកនាំចំនួន529ប្រកួតរបស់គាត់គឺអាចរកពិន្ទុបានជាមធ្យមគឺ 2.28 ពិន្ទុអត់ដល់3ពិន្ទុទេលោកប៉េប Guardiola អើយអរគុណបងប្អូនបាទសម្រាប់ការតាមដានទស្សនាព័ត៌មានមួយនេះរបស់ខ្ញុំបាទអេមីនកូនបាល់ស៊ីពីក្រុមការងារ Crown Sport ជួបគ្នានៅព័ត៌មានកីឡាក្រោយៗទៀតសម្រាប់បងប្អូនចង់ទស្សនាការប្រកួតដែលអធិប្បាយដែលខ្ញុំកុំភ្លេច join ក្រុម Telegram ដែលខ្ញុំបាទបានដាក់នៅ description ក៏ដូចជានៅក្នុង comment នៃវីដេអូនេះបាទអរគុណច្រើន